សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះកម្លាំងរបស់លីនប៉ៃហួរគឺពិតជាមានការកើនឡើងដែលធ្វើព្រឹត្តិការណ៍ទាំង4គឺចាប់ផ្ដើមពិភាក្សាគ្នាព្រឹត្តិការណ៍ទី4ក៏សួរថាតើវាអាចទេព្រឹត្តិការណ៍ទី2ក៏បានបន្តថាជាមួយនឹងតាមក្របហាមឃាត់នេះវាបានធ្វើកម្លាំងរបស់លីនប៉ៃហួរគឺមានការកើនឡើងពីកម្រិតដូច្នេះហើយបច្ចុប្បន្នគេនៅដំណាក់កាលដំបូងនៃអាណាចក្រព្រះច័ន្ទស្របពេលដែលព្រឹត្តិការណ៍ធំក៏បានបន្តថាប្រសិនបើដូច្នោះអ៊ីនឈីងយៀនលើកនេះគេប្រកាសជាស្លាប់ហើយប៉ុន្តែក៏ខ្លួនឯងហាក់បីដូចជាមិនស្រួលនោះទេស្របពេលដែលលីនប៉ៃហួរគេក៏បានប្រាប់អាចកំបាំងមួយទៅកាន់ទូប្រយើងសមុទ្រវិញ្ញាណក៏ដូចជាដៃខាងឆ្វេងរបស់អ៊ីនសៀនដែលត្រូវបានគូដណ្ដឹងរបស់គេបំផ្លាញចោលនោះវាគឺជាផែនការដែលគេបានរៀបចំឡើងស្របពេលដែលសំណើរបស់គេក៏នៅតែបន្តបន្លឺឡើងហើយអ្នកទាំងពីរក៏នៅតែប្រយុទ្ធគ្នាកូនសិស្សជាច្រើននៅក្នុងគ្រួសារលីនក៏បាននិយាយថាចំពោះគូដណ្ដឹងរបស់អ៊ីនសៀនការពិតទៅគឺជាប្អូនស្រីបង្ការរបស់អ្នកប្រលីនគេដែលជាលីនប៉ៃហួរនៅក្នុងគ្រួសារលីននឹងឯងហើយបើយើងក៏លេចទៅមើលអ៊ីនសៀនបន្ទាប់ពីគេឮពាក្យសម្ដីនេះហើយហាក់បីដូចជាខឹងខ្លាំងមែនទែនខណៈដែលឈីងយៀនជាមួយនឹងលីនប៉ៃហួរក៏នៅតែបន្តធ្វើការប្រយុទ្ធគ្នាឈីងយៀនក៏បានឆ្លើយតបទៅកាន់គេវិញថាប្រសិនបើដូច្នោះតើវាយ៉ាងម៉េចព្រោះថាយ៉ាងណាមិញអ្នកដែលបានធ្វើនៅអំពើដ៏ថោកទាបក៏ដូចជាឥតគេខ្មាស់បែបនេះគឺថាគ្មានណាក្រៅពីគ្រួសារលីនរបស់គេនោះទេឮពាក្យសម្ដីនេះហើយលីនប៉ៃហួរក៏បានបញ្ចេញអារម្មណ៍នៃការខឹងសម្បាបន្ទាប់ពីត្រូវបានទូប្រុសមើលងាយគេហើយគេក៏ប្រើប្រាស់នៅបច្ចេកទេសម្យ៉ាងស្រូបយកនៅកម្លាំងធម្មពលអំពីកូនសិស្សទាំងអស់នេះដើម្បីធ្វើការពង្រឹងនៅកម្លាំងធម្មពលរបស់គេនិងក៏ប្រាប់ថានៅពេលនេះនឹងឲ្យទូប្រុសយើងនឹងគឺថារលាយคล้ายទៅជាធូលីដីតែម្ដងរួចហើយនោះអ្នកទាំងពីរក៏ចាប់ផ្ដើមប៉ះទង្គិចគ្នាម្ដងទៀតដោយឈីងយៀនក៏បានបញ្ចេញនៅកម្លាំងធម្មពលតកដ៏ធំមួយហើយនៅពេលដែលវាគឺបានប៉ះទង្គិចគ្នានោះវាក៏ស្រាប់តែបានផ្ទុះឡើងតែម្ដងទៅហើយជាលទ្ធផលនៅពេលនេះយើងក៏ឃើញថាអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមបែកខ្ញែកពេញនឹងតែម្ដងហើយខណៈដែលទូប្រុសក៏បាននិយាយថានៅពេលនេះគាត់គឺបានបំពេញបំណងរបស់លីនប៉ៃហួរហើយដោយគេនឹងក៏คล้ายទៅជាធូលីដីបានសម្រេចផងដែរហើយស្របពេលដែលមនុស្សម្នាជាច្រើននឹងគឺពិតជាមានការភ្ញាក់ផ្អើលបន្ទាប់ពីពួកគេគឺបានឃើញនៅទស្សនវិជ្ជាមួយនេះហើយចំណែកឈីងយៀនក៏នៅតែនិយាយថាមូលដ្ឋានគ្រឹះរបស់លីនប៉ៃហួរនេះគឺមិនអត់នោះទេប៉ុន្តែដោយសារតែគេបានប្រើប្រាស់ថ្នាំហាមឃាត់ធ្វើឲ្យខ្លួនគេគឺប្រៀបបីដូចជាដើមឈើប្រហោងក្នុងដូច្នោះហើយគឺមិនអាចយកឈ្នះមកលើគាត់បាននោះទេចំណែកកូនសិស្សក៏នៅតែតបទៅវិញថាទូប្រុសយើងនឹងបានប្រើប្រាស់ល្បិចធ្វើបាបទៅលើអ្នកប្រុសតូចរបស់គេដូច្នោះហើយគេប្រកាសជាមិនលើកលែងឲ្យទូប្រុសយើងឡើយហើយខ្លួនគេនៅពេលនេះគឺថាភ័យឡើងរៀកនោមដាក់ខោទៅហើយចំណែកឈីងយៀនក៏សួរតបទៅវិញថាបើចឹងគេកំពុងតែចង់ធ្វើអ្វីទៅចំណែកកូនសិស្សម្នាក់នឹងក៏ប្រើប្រាស់នៅរបស់ម្យ៉ាងវាទៅលើដីដែលធ្វើសម្ពាធធម្មពលដ៏ខ្លាំងក្លាវាក៏បានលេចឡើងឈីងយៀនក៏បានសួរទៅវិញថាតើចង់ហៅគ្នាមកជួយមែនទេគេក៏បានតបទៅវិញថាបន្តិចទៀតទូប្រុសយើងប្រកាសជាសោយលែងសមហើយប្រហែលជាកាយសម្បងក្រោមមកទៀតនោះយើងក៏ឃើញថានៅលើផ្ទៃមេឃគឺមាននៅស្រមោលសត្វដ៏ធំសម្បើមមួយហើយមិនយូរប៉ុន្មានសត្វនេះវាក៏បានបង្ហាញខ្លួនខណៈដែលវាក៏បានសម្ដៅចូលទៅរកទូប្រុសរបស់យើងនៅពេលដែលវាក៏បានបញ្ចេញនៅសម្រែកក្រហមដ៏ខូខើផងដែរហើយខណៈដែលព្រឹត្តិការណ៍ទាំងឡាយក៏បានស្គាល់យ៉ាងច្បាស់ដែរដោយនេះគឺជាសត្វវិញ្ញាណដែលជាសត្វការពារនៅគ្រួសារលីនហើយសត្វនេះយើងមិនដឹងថាហៅបែបណាទើបត្រឹមត្រូវនោះទេដោយនៅពេលនេះសម្លេងមួយក៏បាននិយាយទៅកាន់ទូប្រុសយើងថា10ថ្ងៃក្រោយមកទៀតនោះគេលីនវៃនឹងធ្វើការប្រកួតគ្នាជាមួយនឹងទូប្រុសយើងនៅលើកំពូលភ្នំធានអ៊ីហើយនៅពេលនោះគេនឹងធ្វើទូប្រុសយើងគឺថាទៅឋាននរកមិនខានឡើយហើយព្រឹត្តិការណ៍នៅពេលនេះក៏ដឹងដែរថាសត្វនឹងលីនវៃគឺជាអ្នកបញ្ជូនមកហើយលីនវៃនឹងគឺជាសិស្សដ៏ឆ្នើមម្នាក់នៅក្នុងសមាគមគ្រូចម្រៃឱសថនៃទីក្រុងធានអ៊ីនេះទាំងមូលហើយពាក្យចចាមរាមក៏បាននិយាយថានៅពេលដែលគេត្រឡប់មកវិញនោះតំណែងដែលជាមេដឹកនាំនៃគ្រួសារលីនប្រកាសជាធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់គេហើយដូច្នោះនៅពេលនេះម្នាក់ក៏គិតថាលើកនេះទូប្រុសយើងប្រកាសជាចប់ហើយព្រឹត្តិការណ៍ធំក៏ស្រែកប្រាប់ទៅកាន់លីនវៃថាជួយសងសឹកឲ្យកូនប្រុសរបស់គាត់ផងស្របពេលដែលលីនវៃក៏សួរទៅកាន់ទូប្រុសយើងតើហ៊ានទទួលយកនៅការប្រកួតនេះដែរឬអត់ឈិនយៀនក៏បាននិយាយថាកាលពីនៅក្មេងនោះលីនវៃគឺតែងតែចង់ប្រយុទ្ធគ្នាជាមួយនឹងគាត់ហើយរដងគឺតែងតែត្រូវបានគាត់វាយឲ្យរបូតខោរហូតដូច្នោះហើយក៏សួរថាតើគេនឹងគឺមិនចេះខ្មាស់គេទេឬប៉ុន្តែក៏ប្រាប់ថាមិនអីទេលើកនេះគាត់នឹងទទួលយកនៅការប្រយុទ្ធនេះទៅចោលចំណែកលីនវៃក៏តបមកវិញថាមាត់របស់ទូប្រុសនឹងគឺនៅតែស្អុយខ្លាំងដដែលប៉ុន្តែមិនអីនោះទេនៅពេលដែលថ្ងៃប្រកួតចូលមកដល់នោះគេប្រកាសជាបង្រៀនទូប្រុសយើងអំពីរបៀបនៃការនិយាយរួចហើយនោះក៏បានហើចាក់ចេញទៅប៉ុន្តែមើលទៅហាក់បីដូចជាពិបាកបន្តិចហើយឈិនយៀនក៏បានសួរថាយ៉ាងម៉េចគ្រាន់តែបញ្ជូននៅធម្មពលសម្លេងមើកនឹងធ្វើគេគឺពិតជាពិបាកដល់ថ្នាក់នេះមែនទេប៉ុន្តែមិនអីនោះទេជាមួយនឹងទិដ្ឋភាពដ៏កក់ក្ដៅបែបនេះគឺថាប្រសិនបើមានសាច់អាំងនោះគឺពិតជាល្អខ្លាំងមែនទែនគាត់ក៏បានផ្ទាត់នៅម្រាមដៃរបស់គាត់មួយផាច់នោះឈិងលីនវាក៏បានចាត់ការជាមួយនឹងធម្មពលអ្នកដាភ្លើងរបស់វាដោយវានឹងក៏បានបាញ់សម្ដៅទៅកាន់បាសាត់វិញ្ញាណនៃគ្រួសារលីនដោយកៅសម្បងក្រោមមកទៀតយើងក៏ឃើញថាវានឹងក៏คล้ายទៅជាសាច់អាំងតែម្ដងហើយខណៈដែលឈិងយៀនគាត់ក៏បានបន្ថែមជាមួយនឹងគ្រឿងនោះដែលធ្វើក្លិនក៏ថាជាកាន់តែឈ្ងុយហើយកូនសិស្សជាច្រើននោះគឺថាពិតជាឆ្លុះអង្វែងជាមួយនឹងក្លិនសាច់អាំងដ៏ឈ្ងុយមួយនេះហើយខណៈដែលឈិងយៀនជាមួយនឹងឈិងលីនពួកគេទាំងពីរនាក់ហ្នឹងក៏បានទះដៃគ្នាបន្តិចទៅសាច់រឿងបន្តរបស់យើងកាត់មកមើលខាងនេះវិញសត្វបង្គួយមួយដែលកំពុងតែស្វែងរកចំណីសុកក៏ស្រាប់តែឈីលីងបានចាត់ការទៅលើវាដោយបានស្រូបយកនៅស្នូលធម្មពលរបស់វាប៉ុន្តែឈីលីនវាក៏បានរអ៊ូដែរដោយសារតែស្នូលធម្មពលរបស់សត្វបង្គួយហ្នឹងគឺពិតជាពិបាកលេបខ្លាំងមែនទែនហើយឈិងយៀនក៏បាននិយាយថាជាធម្មតានោះទេដោយសារតែ
តែវាគឺស្នូធម្មពលកម្រិតទាបវាប្រកាសជាបែបហ្នឹងហើយចំណែក Chilling វាក៏នៅតែស្ដីបន្ទោទៅកាន់ឈិងយានដែរដោយសារតែវាបានកំដរទូប្រយើងប៉ុន្មានយប់ហ្នឹងធ្វើវាគឺពិតជាហេវខ្លាំងមែនទែនប៉ុន្តែវាក៏សួរទៅកាន់ទូប្រយើងដែរដោយមិនដឹងថាកម្រិតរបស់ Lin Wei ហ្នឹងគឺនៅកម្រិតណានោះទេហេតុអ្វីបានជាគាត់ហ្នឹងគឺហ៊ានប្រយុទ្ធជាមួយនឹងគេទៅវិញហើយខណៈដែលឈិងយានក៏បានសម្លឹងមើលទៅកាន់វាបន្តិចមុនពេលដែលគាត់ក៏បានតបទៅវិញថាការដែលប្រយុទ្ធគ្នាជាមួយនឹងសត្វចម្លែកដែលនៅកម្រិតលើគាត់ហ្នឹងវាគឺជារឿងធម្មតាទៅហើយរួចហើយនោះក៏នាំឈិងលីនរួតពីពេញព្រៃដែលធ្វើវានឹងគឺបានស្រែកយាយពេញនឹងតែម្ដងហើយបន្ទាប់មកយើងក៏ឃើញថាពួកគេទាំងពីរនាក់ក៏បានបញ្ចេញកម្លាំងចាត់ការទៅលើសត្វវិញ្ញាណមួយចំនួនដែលពួកគេបានជួបប្រទះនៅក្នុងព្រៃនឹងឯងហើយបន្ទាប់មកទៀតនឹងយើងក៏ឃើញថាពួកគេទាំងពីរនាក់គឺអាងសាយទៀតហើយសរុបពេលដែលឈីលីងដោយសារតែស៊ីបាយផ្ទះគេដូច្នោះហើយជាធម្មតាគឺត្រូវតែធ្វើការឲ្យគេហើយដែលវាកំពុងតែប្រើប្រាស់នៅអណ្ដាតភ្លើងរបស់វាដើម្បីធ្វើការចម្រាញ់ថ្នាំគ្រាប់ឲ្យទូប្រយើងចំណែកឈិងយានបាននិយាយថាមានសត្វបិសាចចំនួន49ក្បាលដែលនៅកម្រិតទី8នៃអាណាចក្រផ្កាយដែលគាត់បានសម្លាប់ហើយក៏ទាញយកនៅស្នូធម្មពលរបស់វាដើម្បីចម្រាញ់ធ្វើជាថ្នាំគ្រាប់បានចំនួន8គ្រាប់ហើយទាំងអស់នេះក៏មានការរួមចំណែកយ៉ាងច្រើនអំពី Chilling ដែរដូច្នោះហើយគាត់ក៏បានប្រកូលនៅថ្នាំគ្រាប់មួយចំនួនទៅឲ្យវាដែលវានឹងក៏បានងើបឡើងទទួលយកយ៉ាងលឿនហើយនៅសេសសល់នោះគឺថាឈិងយានគាត់ក៏បានចាត់ការវាដោយខ្លួនឯងទៅបន្ទាប់មកក៏ដល់ពេលវេលាដែលត្រូវតែឆៃដែរដែលគាត់ក៏បានបេះសាច់មួយភ្លៅទៅឲ្យ Chilling ហើយវាគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែវាមិនទាន់បានឆៃផងក៏ស្រាប់តែមាននរណាម្នាក់បានប្លន់ចេញអំពីមាត់របស់វាទៅហើយមនុស្សម្នាក់នឹងក៏បាននិយាយថាទូប្រយើងគឺពិតជាមិនអន់នោះទេដែលគេគឺហ៊ានមកកាន់ជួរភ្នំសត្វដ៏កាចសាហាវនៃគ្រួសាររាជវង្សធានយានរួចហើយក៏ឲ្យទូប្រយើងត្រឡប់ទៅវិញទៅកាន់ភូមិឈីងហ្វឹងជាមួយនឹងគេតែម្ដងទៅហើយគេនឹងគឺជាមេចៅទី2ស្របពេលដែលឈីងយានគាត់ក៏ស្គាល់គេផងដែរដែលគេគឺជាមេចៅទី2នៃភូមិឈីងហ្វឹងនៃកំពូលភ្នំឡាំងយ៉ាដែលបានដេញតាមសម្លាប់គាត់កាលពី3ឆ្នាំមុនប៉ុន្តែក៏ប្រាប់ថាអធិរាជគាត់នេះក៏ចង់អរគុណទៅដល់គេផងដែរឮពាក្យសម្ដីរបស់ឈីងយានហើយគេក៏បានសើចចំអកឲ្យគាត់និយាយថាប្រសិនបើទូប្រយើងគឺជាអធិរាជអមតៈនោះតើគេគឺជាស្អីទៅគេប្រកាសជាស្ដេចអធិរាជអមតៈហើយប៉ុន្តែនិយាយនឹងមិនទាន់ចប់មាត់ផងក៏ឃើញថានៅពេលនេះគឺបានលិតជង្គង់បាត់ទៅហើយស្របពេលដែលឈីងយានគាត់ក៏បានស្ទុះចូលទៅរកគេភ្លាមហើយក៏បាននិយាយថាមេចៅទី2នឹងគឺនៅត្រឹមតែកម្រិតទី9នៃអាណាចក្រផ្កាយតែប៉ុណ្ណោះខណៈដែលគាត់នឹងក៏ប្រកូលសាច់អាំងនេះទៅឲ្យឈីលីនវិញទៅដោយវាក៏បានចាត់ការយ៉ាងលឿនដែរស្របពេលដែលមេចៅនឹងក៏បានស្រែកបញ្ជាឲ្យកូនចៅរបស់គេចាត់ការទៅលើទូប្រយើងប៉ុន្តែមានណាក៏ត្រូវបានឈីលីននឹងគឺថាចាត់ការទៅលើពួកគេរៀបដូចជាកន្ទេលបាត់ទៅហើយនៅពេលនេះវិញមេចៅទី2នឹងក៏បានអង្វរទៅកាន់ទូប្រយើងឲ្យទុកជីវិតឲ្យគេផងស្របពេលដែលគេក៏ប្រកូលនៅផែនទីកំណត់មួយទៅឲ្យទូប្រយើងហើយក៏បានហៅទូប្រយើងថាអធិរាជអមតៈចំណែកឈិងយានក៏បានយកផែនទីនេះមកមើលហើយគាត់ក៏បានចាប់អារម្មណ៍ជាមួយនឹងទីតាំងមួយដែលគាត់បាននិយាយថាវាគឺជាអណ្ដាតភ្លើងកម្មផលអេដមីនមិនដឹងថាប្រែត្រូវឬខុសនោះទេស្របពេលដែលមេចៅទី2បន្ទាប់ពីឃើញដូច្នោះគេក៏បានឆ្លៀតឱកាសនិងក៏ព្យាយាមចាត់ការទៅលើឈិងយានម្ដងទៀតប៉ុន្តែក៏ឃើញថានៅពេលនេះគេក៏បានដេកសារជាថ្មីដែរយើងកាត់ទៅមើលអ្នកទាំងពីរនៅពេលនេះវិញឈិងយានបាននិយាយថាប្រសិនបើផែនទីកំណត់នេះវាគឺជាការពិតនោះអណ្ដាតភ្លើងកម្មផលនឹងវាប្រកាសជាលាក់ខ្លួននៅក្នុងកន្លែងដ៏សែនជ្រៅមួយនៅជលឹងភ្នំកំឯភ្នំភ្លើងនឹងឯងហើយគាត់គឺនៅស្មារមកដល់នោះទេវាបែរជាលេចឡើងនៅក្នុងទឹកដីនៃគ្រួសាររាជវង្សធានយានទៅវិញឈីលីនក៏ប្រាប់ថាគ្រាន់តែជាអណ្ដាតភ្លើងឋានសួគ៌ដែលនៅចំណាត់ថ្នាក់កម្ពុជាទាំង20តែប៉ុណ្ណោះគ្មានអ្វីអស្ចារ្យនោះទេឈីនយានក៏នៅតែបន្តថាអណ្ដាតភ្លើងឋានសួគ៌របស់អធិរាជអមតៈទាំង10ហ្នឹងពួកវាគឺសុទ្ធតែនៅចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតហើយប្រសិនបើអណ្ដាតភ្លើងនេះលេចឡើងនៅក្នុងពិភពអមតៈវិញប្រកាសជាមានការប្រយុទ្ធគ្នាបង្ខំឈាមហើយឈីលីងវាក៏នៅតែនិយាយថាយ៉ាងណាមិញគឺនៅតែមិនអាចប្រៀបធៀបជាមួយនឹងអណ្ដាតភ្លើងរបស់វាបានឡើយឈីនយានក៏តបមកវិញថាកម្រិតធម្មពលរបស់គាត់គឺរងនៅការខូចខាតក្នុងកំឡុងពេលដែលគាត់ត្រឡប់មកវិញដូច្នោះប្រសិនបើគាត់អាចទទួលបាននៅអណ្ដាតភ្លើងនេះគាត់ប្រកាសជាអាចស្ដារនៅកម្រិតធម្មពលរបស់គាត់មកវិញហើយថាមិនត្រូវនោះគាត់គឺអាចបំបែកនៅរនាំងកម្រិតធម្មពលរបស់គាត់បានទៀតផងឈីលីងក៏សួរថាចុះវាវិញនោះគាត់ក៏ប្រាប់ថាវាគឺជាសត្វចិញ្ចឹមរបស់គាត់ដូច្នោះជាធម្មតាគាត់ប្រកាសជាមិនធ្វើបាបវាឡើយហើយវានឹងក៏ស្រាប់តែបានលោតទៅខាងមុខយ៉ាងលឿនប៉ុន្តែក៏បានប៉ះជាមួយនឹងរនាំងធម្មពលមួយមិនត្រឹមតែប៉ុណ្ណឹងទេកន្ទុយរបស់វានឹងក៏បានឆេះទៀតផងហើយវានឹងក៏បញ្ញាទៅរកទូប្រវិញទៅស្របពេលដែលឈិងយានគាត់ក៏បានប្រើប្រាស់នៅធម្មពលរបស់គាត់បន្តិចដែលយើងក៏ឃើញថារនាំងធម្មពលដែលនៅកន្លែងហ្នឹងក៏ត្រូវបានបើកឡើងហើយក្បួននៃការបង្កើតនេះក៏ត្រូវបានលេចចេញនៅចំពោះមុខពួកគេឈីលីងក៏បាននិយាយថាវាគឺជាក្បួននៃការបង្កើតកម្រិតទាបនៃអាណាចក្រអមតៈតើត្រូវបានពួកមនុស្សចាត់ទុកវាថាគឺជាក្បួននៃការបង្កើតកម្រិតខ្ពស់មែនទេស្របពេលដែលឈិងយានក៏គិតថានេះគួរតែជាទឹកដីកំណត់មែនទេហើយដូច្នោះហើយគាត់ក៏មិនចង់បង្អង់យូរដែរដោយនៅពេលនេះគាត់ក៏ចាប់ផ្ដើមចាត់ការតែម្ដងហើយនៅពេលដែលគាត់គឺបានរត់តាមខ្សែចង្វាក់ទាំងអស់នេះក៏ស្រាប់តែក្បួនហ្នឹងវាគឺចាប់ផ្ដើមដំណើរការហើយខ្សែចង្វាក់ជាច្រើនហ្នឹងវាក៏ចាប់ផ្ដើមវាមកលើគាត់ទៅដែលធ្វើគាត់ហ្នឹងក៏ប៉ាងទៅបុកជាមួយនឹងផ្ទាំងថ្មមួយទៀតហើយបន្តមកគាត់ក៏បានបន្តបញ្ចេញកម្លាំងរបស់គាត់វាទៅកាន់ចំណុចសំខាន់មួយចំនួននៃក្បួននៃការបង្កើតនេះស្របពេលដែលក្បួនហ្នឹងវាក៏នៅតែបញ្ចេញកម្លាំងជាមួយនឹងខ្សែចង្វាក់ទាំងអស់ហ្នឹងពួកវាក៏នៅតែបន្តដេញតាមវាយទៅលើឈិងយានទៅហើយឈិងយានវិញគាត់គឺអាចគេចផុតបានយ៉ាងងាយនិងក៏ប្រើប្រាស់កម្លាំងរបស់គាត់វាទៅកាន់ចំណុចសំខាន់នៃក្បួននៃការបង្កើតនេះការសម្បងក្រោមមកទៀតនោះយើងក៏ឃើញថានៅទីបំផុតក្បួននៃការបង្កើតនេះដ៏អស្ចារ្យមួយហ្នឹងវាក៏ត្រូវបានបំផ្លាញចោលយ៉ាងងាយតែម្ដង
ងស្របពេលដែលឈិនយិនក៏បាននិយាយថាក្បួននេះបាទសម្រាប់គាត់គឺប្រៀបបីដូចជារបស់ក្មេងលេងចឹងព្រោះថាឲ្យតែគាត់ធ្វើការបំផ្លាញនៅចំណុចសំខាន់ទាំង8នៃក្បួននេះក៏ប្រកាសជាអាចបំបែកវាបានយ៉ាងងាយស្របពេលដែលឈិនលីនមុននឹងចូលទៅក៏ឆ្លៀតប្រាប់ពួកយើងថានៅពេលនេះអធិរាជអមតៈរបស់យើងគឺមាននៅជំនាញខ្លះៗហើយយើងក៏លេចទៅមើលទស្សនវិជ្ជានៃផ្នែកខាងក្នុងវិញក៏ឃើញថាវាគឺពិតជាលយខ្លាំងមែនទែនស្របពេលដែលអ្នកទាំងពីរក៏នៅតែបន្តធ្វើដំណើរទៅខាងមុខខណៈដែលឈីលីងនៅពេលនេះក៏បានរអ៊ូថាវាពិតជាហត់និងក្តៅខ្លាំងមែនទែនស្របពេលដែលរោមរបស់វាគឺថា Chester តែអស់ទៅហើយជាមួយគ្នានោះក៏ស្រាប់តែអណ្ដាតភ្លើងដ៏សន្ធោសន្ធៅវាគឺបានលេចឡើងឈិនយិនក៏បានសួរទៅកាន់អណ្ដាតភ្លើងកម្មផលថាតើនេះគឺជាការទទួលស្វាគមន៍ភ្ញៀវរបស់វាមែនទេជាមួយគ្នានោះផងដែរធម្មពលអណ្ដាតភ្លើងដ៏សន្ធោសន្ធៅវាគឺនៅតែលេចឡើងខ្លាំងជាងការពីពេលមុនទៅទៀតហើយមនុស្សម្នាក់ក៏បានបង្ហាញខ្លួនមកផងដែរគេបាននិយាយថាកាលពី 3000 ឆ្នាំមុននោះហ្វាំងអ៊ូជីបាននិយាយថាប្រសិនបើគ្មាននរណាម្នាក់អាចបំបែកក្បួននៃការបង្កើតនេះដែលមាននៅកន្លែងនេះបានទេនោះគេប្រកាសជានឹងត្រូវបានឃុំឃាំងនៅទីនេះជារឿងរហូតមិនអាចចាក់ចេញទៅណាបានឡើយស្របពេលដែលឈិនយិនគាត់ក៏ស្គាល់ដែរដោយសារតែហ្វាំងអ៊ូជីនេះគឺជាអ្នកខ្លាំងលេខ1ក្រោមមេហើយវាមិនចម្លែកនោះទេការដែលអណ្ដាតភ្លើងនេះគឺត្រូវបានហ្វាំងអ៊ូជីឃុំខ្លួននៅកន្លែងនេះស្របពេលដែលអណ្ដាតភ្លើងវាក៏ប្រាប់ថាការពីពេលនោះដោយសារតែវាគឺភ្លាត់ស្នៀតហើយចាញ់ល្បិចហ្វាំងអ៊ូជីហើយបន្ទាប់មកវាក៏ស្រាប់តែប្រើប្រាស់កម្លាំងវាទៅលើឈិនយិនតែម្ដងហើយឈិនយិនក៏បានបញ្ចេញកម្លាំងរបស់គាត់ដើម្បីមកទប់ទល់មុនពេលដែលគាត់ក៏បានតបទៅវិញថាការពីពេលមុនវាគឺខ្វាក់ភ្នែកដែលហ៊ានបង្កបញ្ហាជាមួយនឹងហ្វាំងអ៊ូជីតែនៅពេលនេះវាគឺចង់បង្កនៅកំហុសដល់ដៃបែបនេះម្ដងទៀតមែនទេខណៈដែលអណ្ដាតភ្លើងហ្នឹងវាបាននិយាយថាទូប្រយើងគឺអាចបំបែកក្បួននៃការបង្កើតនេះនោះបានដូច្នោះហើយកម្រិតធម្មពលរបស់គាត់ប្រកាសជាក្រាន់បើហើយដូច្នោះនៅពេលនេះគេនឹងឲ្យទូប្រខ្លាយទៅជាអាហារបំពន់របស់គេស្របពេលដែលគេក៏បានបញ្ចេញនៅកម្លាំងធម្មពលហើយក៏សម្ដៅចូលទៅរកគាត់និងក៏បានចូលទៅក្នុងសមុទ្រវិញ្ញាណរបស់គាត់ទៅសាច់រឿងបន្តរបស់យើងក៏លេចទៅមើលសមុទ្រវិញ្ញាណរបស់ឈិនយិនវិញអណ្ដាតភ្លើងហ្នឹងក៏មានការងើយឆ្ងល់ដែរហេតុអ្វីបានជាឈិនយិនគាត់គឺមាននៅសមុទ្រវិញ្ញាណដ៏បរិសុទ្ធបែបនេះទៅវិញហើយបន្តមកគេក៏បានធំក្លិននៅចំហាយធម្មពលរបស់អធិរាជអមតៈផងដែរដូច្នោះហើយគេក៏បានស្រែកសួរទូប្រយើងថាតើគាត់គឺជានរណាទៅស្របពេលដែលឈិនយិនក៏តបទៅវិញថាមើលទៅគាត់គួរតែជាអធិរាជអមតៈនោះហើយគេក៏នៅតែស្រែកសួរទៀតថាតើគាត់គឺពិតជាហ៊ានប្រឆាំងជាមួយនឹងឆន្ទៈរបស់ឋានសួគ៌ហើយត្រឡប់មកកាន់ពិភពមនុស្សវិញមែនទេឈិនយិនក៏នៅតែប្រាប់ថាជាការពិតណាស់ដោយនោះគឺជាឆន្ទៈរបស់គាត់គេក៏តបទៅវិញថាប្រសិនបើដូច្នោះគឺពិតជាល្អណាស់ព្រោះថានៅពេលដែលទូប្រយើងត្រឡប់មកវិញតាមផ្លូវនោះវាប្រកាសជាធ្វើកម្រិតរបស់គាត់នឹងគឺមានការធ្លាក់ចុះដូច្នោះហើយក៏ប្រាប់ថានៅពេលនេះចាំគេជួយចំណែកឈិនយិនក៏សួរតបទៅវិញថាតើចង់ជួយដូចម្ដេចគេក៏ប្រាប់ថានឹងធ្វើការលេបតបាក់យកនៅសមុទ្រវិញ្ញាណរបស់ទូប្រយើងរួចហើយក៏ចាក់ចេញអំពីកន្លែងដ៏អាក្រក់នេះខណៈដែលសំណោយក៏ចាប់ផ្ដើមបន្លឺឡើងឈិនយិនក៏សរសើរថាពិតជាមិនអត់នោះទេអណ្ដាតភ្លើងក៏នៅតែបញ្ចេញធម្មពលវាទៅលើឈិនយិនហើយក៏និយាយថាបើទោះបីជាគាត់គឺជាអធិរាជអមតៈក៏ដោយប៉ុន្តែកម្រិតនៃការវឹកហាត់របស់គាត់បានធ្លាក់ចុះដូច្នោះនៅពេលនេះគាត់គឺប្រៀបបីដូចជាសត្វកណ្ដោបមួយអញ្ចឹងដែរធម្មពលភ្លើងរបស់គេក៏នៅតែបន្តវាសម្ដៅចូលទៅរកឈិនយិនរួចហើយក៏សួរថាខ្លាចមែនទេឈិនយិនក៏តបទៅវិញថាមិនខ្លាចនោះទេប៉ុន្តែគាត់មានអារម្មណ៍ថាខកចិត្តបន្តិចគេក៏នៅតែបញ្ចេញនៅអំណាចធម្មពលរបស់គេដ៏សន្ធើសន្ធៅប៉ុន្តែស្របគ្នាឈិនយិនក៏ស្រាប់តែបានធ្វើការប្រមូលផ្ដុំនៅអណ្ដាតភ្លើងទាំងអស់នេះហើយគាត់ក៏បានបន្តវាសម្ដៅចូលទៅរកវាទៅបណ្ដាលឲ្យសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នាផងដែរ